ខ្ញុំនឹងយកយកអួននេះឲ្យវាប្រែខ្លួនទៅជា cream cheese បែបនេះមួយរយៈនេះឃើញគេផ្ទុះញ៉ាំបែប cream cheese ថ្ងៃនេះគឺមកបង្ហាញបងប្អូនអរគ្នាពីរបៀបយកយកអួនរបស់យើងញ៉ាំហ្នឹងទៅធ្វើជា cream cheese ទាំងអស់គ្នាពេលយើងធ្វើ cream cheese ហ្នឹងអ្នកទាំងអស់គ្នាអាចជ្រើសរើសយកអួនដែលមានលក្ខណៈខាប់ល្អបែបនេះទាំងអស់គ្នានេះគឺអ្នកទាំងអស់គ្នាឃើញទេគឺវាអត់យកអួនរើយើងទេគឺយកអួនខាប់ណាចាគឺដាក់ចូលមកទៅគឺលាយឆ្ងាញ់មែនតើហើយយកអួននេះខ្ញុំធ្វើខ្លួនឯងហើយអានេះគឺខ្ញុំយកអួន2នេះមកធ្វើទៅជា cream cheese ឲ្យបងប្អូនទាំងអស់គ្នាមើលណាហើយជាដំបូងអ្នកទាំងអស់គ្នាត្រូវមានចានមួយត្រៀមចាននេះដើម្បីត្រងទឹករបស់វាហើយនឹងមានអានេះទាំងអស់គ្នាមិនដឹងហៅអីគេទេហើយនឹងស្បៃនេះគឺដូចយើងច្រោះទឹកស្ដែងអញ្ចឹងបងប្អូនទាំងអស់គ្នាឬក៏អាចស្បៃយើងធ្វើតាហ៊ូហ្នឹងណាគឺយើងច្រោះវាមកគឺចេញតែទឹកឯកាក់គឺអត់ចេញទៅណាទេណារួចមកយើងយកយកអួរបស់យើងនឹងចាក់ចូលទៅក្នុងនឹងទៅទាំងអស់គ្នាចាហើយអ្នកទាំងអស់គ្នាចង់ធ្វើច្រើនក៏ដាក់ច្រើនចង់ធ្វើតិចតួចអីអ្នកទាំងអស់គ្នាដាក់តែបន្តិចបន្តួចអញ្ចឹងណាតែអ្នកទាំងអស់គ្នាត្រូវចាំថាពេលដែលយើងដាក់2កែវពេលដែលយើងធ្វើ cream cheese ទៅវាបាន2កែវទេទាំងអស់គ្នារួចមកយើងបិទវាឲ្យជិតទៅហើយអ្នកទាំងអស់គ្នាយកអីមកសកត់លើវាបន្តិចណាខ្ញុំយកកូនចានហើយខ្ញុំដាក់នៅក្នុងទូទឹកកកបានមកសន្ទុះទាំងអស់គ្នា2ម៉ោងគឺសកត់ទៅចេញទឹកបានប៉ុណ្ណេះទាំងអស់គ្នាទឹកនឹងអ្នកទាំងអស់គ្នាអាចយកទៅញ៉ាំក៏បានដែរអីទេហើយទាំងអស់គ្នាមើលសភាពនេះត្រឹមតែរយៈពេល2ម៉ោងជាងទាំងអស់គ្នាខ្ញុំមើលហ្នឹងណាគឺវាចាប់ផ្ដើមចេញ creamy មែនតើបងប្អូនគ្នាគឺលក្ខណៈបែបហ្នឹងណាប៉ុន្តែខ្ញុំនឹងធ្វើវាលក្ខណៈមួយយប់មួយថ្ងៃហើយនឹងឲ្យអ្នកនរគ្នាឃើញពីលទ្ធផលហើយសូមអធិស្ឋានបងប្អូនទាំងអស់គ្នាបានថតអាពេលខ្ញុំដាក់ក្នុងចាននេះណានេះបន្ទាប់ពីមួយយប់មួយថ្ងៃទៅខ្ញុំយកវាដាក់ក្នុងកូនចាននេះហើយគឺមានសភាពបែបនេះគឺខាប់ល្អហើយគឺអ្នកដែលចូលចិត្តបែប creamy ខ្លាំងអ្នកទាំងអស់គ្នាអាចធ្វើនេះញ៉ាំបានគឺវាដាក់ចូលក្នុងមាត់តែលាក្នុងមាត់ហើយមានជាតិ cream នៅលើមាត់របស់យើងឆ្ងាញ់មែនតើអញ្ចឹងបងប្អូនដែលចូលចិត្តបែប creamy កុំភ្លេចធ្វើទាំងអស់គ្នា